អ្នកលេងឡានទូទៅជាមួយកីឡាករយានយន្តមានលក្ខណៈសម្បត្តិដែលខុសគ្នាសឹងតែ180ដឺក្រេប៉ុន្តែអត់យល់ច្បាស់ថា Motorsport គឺអីសួស្តីទាំងអស់គ្នាថ្ងៃនេះជួបគ្នាម្ដងទៀតហើយក្នុង EP បន្តពីលើកមុនហើយខ្ញុំប្រាប់ថាយើងនឹងនិយាយពីចំណុចទី1រឿងMotorsport ទី2រឿងចរាចរណ៍ក្នុងសង្គមយើងថ្ងៃនេះខ្ញុំនឹងមកនិយាយពីរឿង Motorsport ឬកីឡាយានយន្តនៅស្រុកយើងខ្ញុំឃើញចំណុចខ្លះៗដែលនៅក្នុងសង្គមយើងថាចំពោះវិស័យកីឡាយានយន្តជាកីឡាថ្មីក្រៅពីកីឡាដែលចូលក្នុងអូឡ িম্প ិកចូលអីចឹងគឺកីឡា Motorsport ជាកីឡាមួយដែលមិននៅក្នុងចំណោមអូឡ িম্প ិកប៉ុន្តែនៅក្នុងចំណោមមួយដែលគេហៅថាចំណោម FIA ឬក៏សមាគមអន្តរជាតិចំពោះយានយន្តតែម្ដងអាហ្នឹងគឺយើងហៅថាកីឡា Motorsport អ្នកខ្លះអាចធ្លាប់ឮមកច្រើនដងហើយប៉ុន្តែអត់យល់ច្បាស់ថា Motorsport គឺអីយើងអាចបែងចែកចំណុចសំខាន់របស់ Motorsport ឬក៏កីឡាយើងហៅថាអ្នកដែលលេងកីឡាចុះអ្នកដែលលេងកីឡាមានចំណុចខ្លះដែលដូចគ្នាហើយយើងអាចញែកពីអ្នកលេងកីឡាជាមួយអ្នកដែលមិនជាកីឡាករបានចំណុចខ្លះដូចជាអ្នកលេងកីឡាត្រូវតែមានយើងហៅថាពាក្យអង់គ្លេសហៅថា spirit គឺអាចផ្ដោតទៅលើទឹកចិត្តកីឡាករយើងហៅថាចាស់ឈ្នះចាស់ចាញ់អាហ្នឹងគឺកីឡាការលេងកីឡាត្រូវតែមានទឹកចិត្តរបៀបហ្នឹងគឺមានឈ្នះមានចាញ់មានប៉ះទង្គិចគ្នាអភ័យទោសឲ្យគ្នាបានអត់ចាប់រឿងហ្នឹងមកជាចំណុចឆ្លោះឬក៏បកកែកយកឈ្នះឬក៏មានចរិតខឹងគ្នាអីចឹងអត់មានទេអាហ្នឹងគឺក្នុងចំណោមកីឡាគឺត្រូវមានទឹកចិត្តហ្នឹងទី2កីឡាករត្រូវតែមានយើងហៅថាមានវិន័យក្នុងទីនេះគឺវិន័យទាំងការវឹកហាត់ខ្លួនឯងដោយការហាត់ប្រាណឬក៏វិន័យនឹងការគោរពច្បាប់ក្នុងវិញ្ញាសានីមួយព្រោះគ្រប់កីឡាវាត្រូវមានវិញ្ញាសានីមួយហ្នឹងគេមានច្បាប់មានអីដែលខុសគ្នាកីឡាករគឺត្រូវមានការគោរពនឹងច្បាប់និងវិន័យក្នុងចំណោមវិញ្ញាសានីមួយទី3គឺកីឡាករត្រូវតែមានសុខភាពដែលល្អទាំងសុខភាពក្នុងចិត្តសុខភាពរាងកាយក៏ត្រូវតែមានដែរព្រោះអញ្ចឹងគឺមានការទៀមទានៅការហាត់ប្រាណជាប្រចាំគឺមានវិន័យនៅការហាត់ប្រាណចំពោះខ្លួនឯងមានវិន័យនៅការហូបចុករបស់ខ្លួនឯងហើយហ្នឹងគឺយើងហៅថាគាត់ត្រូវតែមានវិន័យនិងសុខភាពហ្នឹងទៅជាមួយគ្នាតែម្ដងគាត់ត្រូវមាន skill ហើយមានទេពកោសល្យចំពោះរឿងហ្នឹងនីមួយដែលយើងហៅថាវិញ្ញាសានីមួយហ្នឹងគាត់ត្រូវមានរឿងហ្នឹងហើយគាត់ត្រូវមានភាពទទួលខុសត្រូវតាមពិតភាពទទួលខុសត្រូវវាក៏នៅក្នុងចំណោមធំរបស់ខាងវិន័យដែរព្រោះយើងត្រូវទទួលខុសត្រូវគ្រប់បែបយ៉ាងនៅការដែលយើងចាត់ទុកថាជាកីឡាករហើយត្រូវមានការទទួលខុសត្រូវទាំងចាប់ផ្ដើមពីខ្លួនឯងទៅដល់អ្នកដទៃនៅក្នុងវិញ្ញាសានីមួយដែលយើងចូលប្រកួតទី2បើ Motorsport ត្រូវតែមានយើងហៅថាមានបទពិសោធន៍នឹងកើតឡើងមកពីអីបទពិសោធន៍កើតឡើងមកពីការដែលយើងវឹកហាត់ឧទាហរណ៍យើងចង់ទៅប្រកួតប្រជែងវិញ្ញាសាណាមួយឧទាហរណ៍រឿងខូខាតយើងត្រូវមានការវឹកហាត់យើងត្រូវមានការហាត់សមដើម្បីឲ្យយើងមានភាពចាស់ជំនាញនៅរឿងហ្នឹងបានយើងអាចប្រកួតប្រជែងជាមួយគ្នាបានហើយវិញ្ញាសាដែល
ក្នុងmotorsport ឬក៏កីឡាយានយន្តមានច្រើនវិញ្ញាសាណាស់ដូចជា go-kart rally ក៏មានច្រើនប្រភេទទៀតទាំងយើងហៅថា rally spin rally cross rally late ឬក៏rally វាមានច្រើនប្រភេទដែរហើយក៏មានថា drag race ឬយើងហៅថា quarter mile អាហ្នឹងគឺជាផ្លូវត្រង់ប៉ុណ្ណឹងផ្លូវត្រង់មិញ rally គឺផ្លូវដីផ្លូវថុកផ្លូវអីចឹងអាហ្នឹងគឺ rally ហើយចំពោះ quarter mile ឬ drag race គឺផ្លូវរាបប៉ុន្តែផ្លូវត្រង់ហើយក៏មាន off road ក៏មានជាកីឡាមួយដែរដែលមាន off road នឹងអាចបែងចែកជាពីរគឺ off road ដែលជាវិញ្ញាសាដែលប្រកួតប្រជែងគ្នាមែនទែនក្នុងទីលានដែលគេរៀបមកដើម្បីឲ្យប្រកួតប្រជែងហើយមួយទៀតគឺយើងហៅថា off road ប្រភេទ adventure គឺមានការប្រកួតដែរវិញ្ញាសាខ្លះមានការប្រកួតរបៀប adventure នឹងដែរឬក៏ភាគច្រើនគឺ adventure ភាគច្រើនគឺជាការដើរលេងកម្សាន្តក៏បានដែរហើយមួយទៀតគឺរឿងម៉ូតូក៏មាននៅក្នុងកីឡាយានយន្តដែរគឺមានម៉ូតូត្រីម៉ូតូវារៀបម៉ូតូ circuit អីហ្នឹងទាំងអស់ហ្នឹងក៏នៅក្នុងចំណោមម៉ូតូក្នុងហ្នឹងមានតែម៉ូតូកង់2មានតែម៉ូតូកង់4ម៉ូតូកង់4ពួកដូចជា ATV ពួកអីចឹងហើយក៏មានវិញ្ញាសា drift land drift គឺបច្ចុប្បន្នខ្ញុំជឿថាពួកយើងអាចដឹងខ្លះៗហើយថា land drift គឺរបៀបម៉េចជាការ drift land ជាការអីហ្នឹងគឺអាចយល់ហើយតិចខ្ញុំអាចនៅពេលខាងក្រោយខ្ញុំអាចមកលម្អិតវិញ្ញាសានីមួយម្ដងទៀតមានច្រើនទៀតមានដូចជាឡាន Gymkhana ក៏មានFormula Student អាហ្នឹងក៏ជាកីឡា motorsport មួយដែរហើយក៏មាន jet ski ក៏ជា motorsport មួយដែរហើយនៅមាន RC ទៀត RC យើងក៏រាប់ចូលក្នុង motorsport មួយដែរគឺជាការប្រណាំងឡាន control radio control ហ្នឹងគឺគេហៅថាឡាន RC ហ្នឹងគឺនិយាយទៅគឺមានម៉ាស៊ីនមានអាគុយមានកង់មានអីហ្នឹងចំណោមទាំងអស់ហ្នឹងសុទ្ធតែជាកីឡាយើងហៅថាកីឡាយានយន្តទាំងអស់ហើយក្នុងនោះទាំងអស់វិញ្ញាសាដែលខ្ញុំនិយាយមកទាំងអស់សុទ្ធតែមានការទទួលស្គាល់ពីអន្តរជាតិទាំងអស់ហើយក៏ជាពិសេសគឺទទួលស្គាល់នៅសមាគមអន្តរជាតិគឺយើងហៅថា FIA និង FIM FIA គឺទទួលរឿងឡានគឺពួកកង់4ទាំងអស់ចំពោះ FIM គឺខាងផ្នែកទទួលស្គាល់រឿងកម្មខាងម៉ូតូគឺពួកកង់2ឬក៏ ATV ហ្នឹងចំពោះខ្ញុំផ្ទាល់ខ្ញុំចែកចម្រៀងចែកវិញគឺខ្ញុំផ្ទាល់ខ្ញុំធ្លាប់ចូលវិញ្ញាសាអីខ្លះដែលជាខ្ញុំហៅថាជាបទពិសោធន៍របស់ខ្ញុំគឺមានខ្ញុំធ្លាប់ចូល rally យើងហៅថា rally cross គឺជា rally ប្រភេទ adventure ឆ្លងកាត់ឧបសគ្គហើយក៏ខ្ញុំចូលក្នុងធ្លាប់ប្រកួតប្រជែងក្នុង quarter mile ឬយើងហៅថា drag race ហើយក៏ off road ភាគច្រើនខ្ញុំជាអ្នករៀបហើយក៏ទៅ off road ក្នុងចំណោម adventure ភាគច្រើនហើយក៏ land drift ខ្ញុំក៏ធ្លាប់ចូលប៉ុន្តែខ្ញុំក៏មិនបានចូលក្នុងការប្រកួតប្រជែងខ្នាតអន្តរជាតិទេគ្រាន់តែថាចេះខ្លះនៅការលេង land drift ចំពោះផ្នែកផ្សេងខ្ញុំអត់មានយើងហៅថាខ្ញុំអត់មានបទពិសោធន៍ផ្ទាល់ទេប៉ុន្តែគ្រាន់តែថាដឹងថាច្បាប់ទម្លាប់គេរៀបរបៀបម៉េចគេលេងរបៀបម៉េចហើយបើចាប់អារម្មណ៍វិញ្ញាសាមួយណាខ្ញុំអាច comment មកខាងក្រោមនេះបានដើម្បីខ្ញុំនឹងយកវិញ្ញាសានីមួយមកចែកលម្អិតថាលក្ខន្តិកៈនៅការប្រកួតប្រជែងគេប្រកួតរបៀបម៉េច
អ្វីគឺការឈ្នះអ្វីគឺការចាញ់ហើយtactic របស់វិញ្ញាសានីមួយគេធ្វើអ្វីបានខ្លះហើយមួយទៀតគឺសួរបកមកវិញថារឿងកីឡាយានយន្តហេតុអីបានមកនិយាយកីឡាយានយន្តនៅពេលនេះហើយកម្ពុជាត្រូវការអ្វីអំណោយផលអ្វីខ្លះដែលឲ្យកីឡាយានយន្តនៅស្រុកយើងខ្ញុំចង់ជម្រាបចាស់វិញថាកីឡាយានយន្តនៅស្រុកយើងបច្ចុប្បន្នទោះបីតែរីកចម្រើនប៉ុន្តែក៏មិនសូវរីកចម្រើនដល់ថ្នាក់ដែលស្ទុះខ្លាំងទេគ្រាន់តែថាខ្ញុំថាជាចំណុចត្រឹមតែចាប់ផ្ដើមហើយក៏អ្វីដែលខ្ញុំឃើញគឺមានក្មេងៗចំនួនក្រោយចាប់អារម្មណ៍កីឡាយានយន្តច្រើនហើយអ្វីដែលខ្ញុំបារម្ភបំផុតគឺពួកគាត់ក៏មានយើងហៅថាគាត់មានស្នាដៃខ្លះដែរខ្ញុំក៏អត់ចង់ឲ្យគាត់ទៅបញ្ចេញស្នាដៃទាំងអស់ហ្នឹងគឺទៅខុសទិសដៅព្រោះអញ្ចឹងគឺកម្ពុជាយើងមានស្រាប់ហើយគឺសហព័ន្ធកីឡាយានយន្តដែលដើម្បីជួយតម្រង់ទិសអ្វីដែលខ្ញុំចង់ឃើញគឺការតម្រង់ទិសឲ្យក្មេងៗចំនួនក្រោយឬក៏អាចយុវជនចំនួនក្រោយដែលគាត់មានស្នាដៃគាត់មានកម្លាំងឬក៏ចាប់អារម្មណ៍នៅរឿងកីឡាយានយន្តនេះឲ្យគាត់ចូលមកលេងឲ្យគាត់ចូលមកបង្ហាញស្នាដៃរបស់គាត់នៅទិសដៅដែលត្រឹមត្រូវវិញកុំឲ្យគាត់ទៅបញ្ចេញស្នាដៃនៅតាមដូចជាទៅប៉ណ្ណឹងលើដងផ្លូវទៅបញ្ចេញស្នាដៃទៅជាការរំខានដល់សង្គមឬក៏កើតគ្រោះថ្នាក់នៅលើដងផ្លូវឬវាខាតទាំងយើងហៅថាវាខាតប្រយោជន៍ខាតផលប្រយោជន៍ចំពោះទាំងខ្លួនគាត់ទាំងសង្គមអ្វីដែលខ្ញុំចង់ធ្វើគឺចង់ឲ្យគាត់មកយកទេពកោសល្យដែលគាត់មានមកធ្វើនៅទិសដែលត្រឹមត្រូវវិញដូចជាមកប្រកួតប្រជែងនៅក្នុងទីលានដែលស្របច្បាប់ទីលានដែលមានការរៀបចំទុកជាស្រេចមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ទាំងអស់មិនមែនថាទៅលេងលើដងផ្លូវអាហ្នឹងគឺវាគ្រោះថ្នាក់ដល់ខ្លួនគាត់គ្រោះថ្នាក់ដល់សង្គមហើយជាការរំខានដល់សង្គមមួយទៀតប៉ុន្តែយើងប្រវែលអ្វីដែលគាត់មានមកលេងជាកីឡាមកលេងតាមច្បាប់តាមលក្ខន្តិកៈដែលមានតាមអ្វីដែលអន្តរជាតិហើយនិងសង្គមទទួលស្គាល់អាហ្នឹងគឺជារឿងដែលត្រឹមត្រូវបំផុតហើយក៏មានប្រយោជន៍មិនចំពោះតែខ្លួនគាត់គឺមានប្រយោជន៍ដល់សង្គមហើយក៏យើងហៅថាមានប្រយោជន៍ដល់ខ្លួនគាត់ដល់សង្គមដូចខ្ញុំឧទាហរណ៍ថាបើគាត់ចូលមកលេងក្នុងវិញ្ញាសាដូចជា Go Kart អញ្ចឹងឬក៏ម៉ូតូអញ្ចឹងឬក៏ឡានទាំងឡាន drift អញ្ចឹងគាត់មកចូលក្នុងការប្រកួតប្រជែងដែលស្របតាមច្បាប់តាមលក្ខខណ្ឌតាមច្បាប់អន្តរជាតិដែលគេមានដែលយើងយកមកយើងហៅថាយើងយកមកធ្វើជាការប្រកួតប្រជែងដែលស្របច្បាប់ហ្នឹងគឺទី1វាធ្វើឲ្យគាត់បានបញ្ចេញស្នាដៃពេញស្នាដៃដែលនៅក្នុងទីលានហើយទី2គាត់សុវត្ថិភាពលើខ្លួនគាត់ហើយក៏សុវត្ថិភាពចំពោះអ្នកដទៃទៀតសុវត្ថិភាពចំពោះសង្គមទៀតហើយគាត់ក៏បានកិត្តិយសនៅក្នុងទីលានដែរប៉ុន្តែបើផ្ទុយទៅវិញគាត់ទៅ drip ឡាននៅខាងក្រៅនៅលើផ្លូវជាតិនៅលើផ្លូវសាធារណៈទី1អត់មានសុវត្ថិភាពលើខ្លួនគាត់ទី2អត់សុវត្ថិភាពលើអ្នកដទៃទី3ជាការរំខានដល់សង្គមទៀតព្រោះមិនមែនជាទីកន្លែងដែលគាត់អាចទៅបង្ហាញស្នាដៃរបៀបហ្នឹងបានទេហើយជាសំខាន់បំផុតគឺវានឹងខ
ខូចឈ្មោះមិនតាខូចឈ្មោះតាខ្លួនគាត់ទេវាខូចឈ្មោះដល់សង្គមយើងខូចឈ្មោះដល់ប្រទេសជាតិយើងទៀតផ្ទុយទៅវិញមកគាត់មកលេងក្នុងវិញ្ញាសាហ្នឹងគាត់ធ្វើបានល្អគាត់បកកែគាត់មានស្នាដៃគាត់ឈ្នះគាត់បានកិត្តិយសគាត់បានរង្វាន់ហើយគាត់នឹងឈានទៅដល់ការប្រកួតប្រជែងទៅខ្នាតអន្តរជាតិអាហ្នឹងកាន់តែគេឈ្មោះទៅដល់ប្រទេសយើងទៀតនៅអនាគតហើយខ្ញុំគិតថាអ្វីដែលយើងធ្វើសហព័ន្ធកីឡាយានយន្តយើងជំរុញគឺយើងចង់ជំរុញឲ្យយើងមានកីឡាករដែលមានស្នាដៃល្អអាចទៅប្រកួតប្រជែងខ្នាតអន្តរជាតិបានអានឹងគឺលើកស្ទួយប្រទេសយើងឲ្យគេឈ្មោះបានច្រើនមែនទែនគឺខ្ញុំគ្រាន់តែជាផ្នែកទូចមួយដែលជួយជំរុញអ្វីដែលធ្វើមែនទែនគឺសហព័ន្ធកីឡាយានយន្តយើងព្យាយាមជំរុញឲ្យគ្រប់វិញ្ញាសាគឺវិញ្ញាសាដែលស្របច្បាប់មានសុវត្ថិភាពត្រឹមត្រូវតាមលក្ខខណ្ឌកៈដែលមិនថាលក្ខខណ្ឌកៈក្នុងប្រទេសយើងទេវាស្របទៅជាមួយលក្ខខណ្ឌកៈខ្នាតអន្តរជាតិដែរព្រោះអ្វីដែលខាងសហព័ន្ធកីឡាយានយន្តយើងព្យាយាមធ្វើគឺយើងយកច្បាប់អន្តរជាតិមកយើងហៅថា adapt ឲ្យខ្មែរយើងបងប្អូនខ្មែរយើងចូលបានចេះដកបទពិសោធន៍នៅការដែលធ្វើឲ្យត្រូវតាមច្បាប់អន្តរជាតិហ្នឹងប៉ុន្តែយើងអត់ទាន់ពង្រឹងឲ្យដូចខ្នាតអន្តរជាតិទេគ្រាន់តែថាយើងព្យាយាមធ្វើឲ្យពួកគាត់បានយល់ដឹងរឿងច្បាប់ទម្លាប់ទាំងអស់ដើម្បីឈានទៅដល់ការប្រកួតប្រជែងខ្នាតអន្តរជាតិបានមានន័យថាយើងកំពុងអភិវឌ្ឍកំពុងវឹកហាត់កំពុងកសាងខ្លួនយើងកសាងកីឡាករយើងកសាងទាំងច្បាប់នៃការប្រកួតប្រជែងនីមួយៗឲ្យទៅបានខ្នាតអន្តរជាតិឲ្យទៅចិត្តខ្នាតអន្តរជាតិបំផុតដើម្បីនៅអនាគតយើងអាចឈានទៅចូលរួមជាមួយគេបានព្រោះបច្ចុប្បន្ននេះខ្ញុំចែកសម្លេងតិចនៅព្រោះខ្ញុំក៏នៅក្នុងផ្នែកមួយនៅក្នុងសហព័ន្ធកីឡាយានយន្តដែរហើយគេក៏មានខាង FIA ឬក៏ FIM ក៏មានការអញ្ជើញយើងបញ្ជូនកីឡាករទៅប្រកួតប្រជែងជាមួយខាងគេដែរនៅខ្នាតអន្តរជាតិប៉ុន្តែបច្ចុប្បន្នយើងអត់ទាន់មានកីឡាករដែលស្របច្បាប់ហើយមានស្នាដៃដែលទៅប្រកួតប្រជែងខ្នាតអន្តរជាតិបានព្រោះអញ្ចឹងយើងក៏មិនដឹងថាយើងជំរុញពីអ្នកណាដែលអាចទៅប្រកួតប្រជែងខ្នាតអន្តរជាតិបានអញ្ចឹងអ្វីដែលពួកខ្ញុំចង់ធ្វើគឺយើងចង់កសាងកីឡាករឲ្យមានស្នាដៃមានប្រសិទ្ធភាពในការដែលអាចឈានទៅដល់ខ្នាតអន្តរជាតិបានប៉ុន្តែមុននឹងទៅដល់ហ្នឹងគឺយើងត្រូវតែមានស្នាដៃនៅក្នុងប្រទេសយើងសិនបានឈានទៅដល់ខាងមុខបានចំពោះថ្ងៃនេះគឺខ្ញុំគិតថាអាចគ្រប់គ្រាន់ហើយនៅចំពោះរឿង motor sport វាអាចមានខ្វះខាតចំណុចណាខ្លះខ្ញុំឥឡូវក៏អត់ទាន់ច្បាស់ដែររឿងថាខ្វះខាតចំណុចណាខ្លះបើបងប្អូនទាំងអស់គ្នាគឺយល់ថាមានចន្លោះខ្វះខាតកន្លែងណាឬក៏ឆ្ងល់កន្លែងណាអាច comment មកបានហើយខ្ញុំនឹងមកលើកបំពេញបន្ថែមនៅ EP ក្រោយៗទៀតដើម្បីយើងហៅថាមកជជែកគ្នាលេងនៅក្នុង channel នេះមួយមិនជាផ្លូវការអីទេគ្រាន់តែថាជា channel មួយដែលយើងអាចតាក់ទងគ្នាហើយយល់ដឹងគ្នាបានជាច្រើនតិចព្រោះយើងមិនអាចទៅជួបគ្នាបានផ្ទាល់គ្រប់ទីកន្លែងទេប៉ុន្តែ channel នេះគឺអាចជា channel មួយដែលយើងអាចតាក់ទងគ្នាបាននៅក្នុងអ្នកដែលស្រឡាញ់វិស័យកីឡាយានយន្តទាំងអស់គ្នា